Radio Free Asia. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់តកោជបសម្រាប់បើកកញ្ចប់សុវត្ថិភាពកនៅស្ថានីយ៍បោះឆ្នោតក្នុងឃុំស្វាយជ្រះខេត្តក្រចេះដើម្បីត្រួតពិនិត្យនិងស្វែងរកភាពមិនប្រក្រតីក្នុងកញ្ចប់សុវត្ថិភាពកស្របទៅតាមចំណាត់ការរបស់ក្រុមប្រឹក្សាធម្មនុញ្ញនិងការទាមទាររបស់គណៈបកនយោបាយដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាធម្មនុញ្ញពីសង្គមស៊ីវិលក្រុមការងារគណៈបកសង្គ្រោះជាតិសារព័ត៌មានជាតិនិងអន្តរជាតិតាក់ទងនឹងការបើកពិនិត្យកញ្ចប់សុវត្ថិភាពកត្រូវបានគេរកឃើញថាមានភាពមិនប្រក្រតីក្នុងកញ្ចប់សុវត្ថិភាពនេះក្នុងចំណោម13កញ្ចប់មានតែ3កញ្ចប់ប៉ុណ្ណោះដែលបានបិទជិតស្របទៅតាមនីតិវិធីនៃការបោះឆ្នោតដោយឡែក10កញ្ចប់ផ្សេងទៀតមានការបើកចំហហើយកញ្ចប់នៃការិយាល័យ0278មិនមានការចុះលេខកូដការិយាល័យលើកញ្ចប់ទេបញ្ហាចម្បងដែលត្រូវបានគេមើលឃើញគឺបាត់សន្លឹកឆ្នោតមិនបានការគ្រប់ការិយាល័យពីចំនួនច្រើនមកចំនួនតិចនិងរកឃើញថាលទ្ធផលឆ្នោតនៅថ្នាក់ឃុំខុសពីថ្នាក់ខេត្តជាដើមជុំវិញបញ្ហានេះមន្ត្រីគណៈបកសង្គ្រោះជាតិស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញអនុញ្ញាតឲ្យបកសង្គ្រោះជាតិធ្វើការផ្ទៀងផ្ទាត់លទ្ធផលនៃសន្លឹកឆ្នោតបានការនិងមិនបានការដែលមាននៅក្នុងរបាយការណ៍គណៈបកនយោបាយនីមួយៗនិងរបាយការណ៍របស់គណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោតខ្ញុំរ៉ាន់សំណាងវិទ្យុអាស៊ីសេរីភ្នំពេញ